ពីងពីសុំចូលខ្លួនទៅតាមចុងជួនយបៃបុរាណនេះរៀបរាប់ចុងជួនតាមលំអានចែកជូនសន្តានទាំងប្រុសស្រីប្រធានបទតាយថ្ងៃនឹងជំរាបឲ្យដឹងញាតិលោកយាយតាខ្ញុំបាទសូមចូលរួមមហាទុកមែនធម្មតាបងវរៈកងទ័ពដែលបានអនិច្ចកម្មទៅឲ្យថ្មីពនាមហៅថាសួនរោនខ្ញុំបាទជាបៃបុរាណចំមែនលខោនសូមចូលរួមមករំលែកទុកដល់ពុនពេកក្រៃចំពោះគ្រូសាសពដែលបានអស់ជីវិតក្នុងពុបបហាតាឲ្យទឹកដីខ្ញុំបាទតំណាងឲ្យជនរួមជាតិខ្មែរទាំងប្រុសស្រីអត់មានអវៈអ្វីមានតែចូលរួមឲ្យសោកស្ដាយអើយលោកពូអាយលោកពូខ្ញុំសូមអបអរសាទរសរសើរឲ្យទឹកចិត្តទេលោកពូមិនស្ដាយណាយជីវិតទេដើម្បីការពារឲ្យទឹកដីអត់ឲ្យជនណាឆ្លៀនពៀនបានទេឥឡូវរហូតដល់លោកពូខ្សឹងខ្សៃក្មួយណេះអ្នកចម្រៀងយបៃអត់មានណៃលុយចូលបនអីមានតែចបៃចូលរួមរំលែកទុកក្រុមគ្រួសារលោកពូអើយក្មួយសុំជូនពរដល់វិញ្ញាណក្ខន្ធលោកពូសួនរោនចាប់ពីថ្ងៃនឹងតទៅសុំឲ្យទៅកាន់នៅសុគតិភពអើយថាបលឹមរលគ្នាបលប់អើយសូមឲ្យលោកពូទៅចាប់កំណត់នៅឋានទីបរមសុខដ៏ថ្លាថ្លៃបំណាច់អំពើល្អដែលលោកពូជាវរៈអញកងទ័ពដែលកាន់អាវុធការពារជាប់នៅទីទឹកដីទោះបីលោកពូអស់ជីវិតទៅកាលណាជាតិខេមរាអត់ភ្លេចឈ្មោះលោកពូអីសូមឲ្យអាយជាតិថ្មីអេយលោកពូអាយចាប់កំណត់មិនថានៅទីណាទីណីសូមបញ្ជូន120កំបីបញ្ជូនខ្លីដូចជាតិនឹងទៀតទេខ្ញុំបាទចូលរួមរំលែកទុកដល់ក្រៀមក្រំប៉ុណ្ណឹងទៅចោះឥឡូវងាកបែរមកសន្តានទាំងស្រីប្រុសខ្ញុំសូមលើកងាយចបៃបុរាណលើកហាត់បន់ទន់ប្រានភ្ជាប់សូមអបអរសាទរសរសើរទឹកចិត្តបងវរៈកងទ័ពដែលកាន់អាវុធការពារនៅទីទឹកដីទោះបីឲ្យឃ្លាតក្រុមគ្រួសារគ្រប់រូបាសម្រាននៅជួរភ្នំនៅកដាលព្រៃបងវរៈកងទ័ពអត់ពូលម៉ាត់អីដើម្បីថែទឹកថែដីការពារនៅបូរណភាពជាតិខ្មែរទឹកចិត្តដៃបងពូវរៈកងទ័ពគឺมันអាចកាត់ថ្លៃបានឲ្យប្រជាជនជាតិខេមរាបានសុខសាន្តគ្រប់ក្រុមគ្រួសារ
ជួបដីប្រពន្ធកូនហៅម៉ាក់ហៅប៉ាតែចំណាយបងវរៈកងទ័ពបែកបាក់ក្រុមគ្រួសារប្រពន្ធប្តីដើម្បីការពារមាតុភូមិជាតែកម្ពុជាមិនអោយជន់ឯណាឆ្លៀនពៀនបានមួយជាងអាមអីខ្ញុំបាទអ្នកចម្រៀងដែរយបៃអើយសរសើរទឹកចិត្តលោកពូបងវរៈកងទ័ពដល់ល្អពុនពេកក្រៃគ្មានអ្វីមកកាត់ថ្លៃទឹកចិត្តបងបានទេហើយម្យ៉ាងទៀតសូមជម្រាបបងកុំអោយបាក់ទឹកចិត្តទេពេលដែលលោកពូសួនរនអស់ជីវិតបងកុំបាក់ទឹកចិត្តតាមគេតាមឯងត្រង់កន្លែងនេះខ្ញុំសូមចាត់ចែងជម្រាបពូឲ្យគ្រប់រូបប៉ាគ្រប់អាត្មាព្រមទាំងកងទ័ពទាំងប្រុសទាំងស្រីនายអតីតនាយករដ្ឋមន្ត្រីគឺសម្ដេចតេជោហ៊ុនសែនលោកគិតគូមែនទេអត់ឲ្យមានន័យចោលកងទ័ពអីបច្ចុប្បន្នលោកបានបង្កើតសមាគមអតីតយុទ្ធជននេះពុកម៉ែបងប្អូនស្ដាប់ឲ្យបានទាន់ជាពិសេសបងវរៈកងទ័ពក្តីទោះបីលោកពិការដៃពិការជើងសម្ដេចលោកបានលើកឡើងគាត់អត់មានចោលឲ្យអស់លោកបន្តិចអីកន្លងទៅលោកបានមានអានុសាសន៍ខ្ញុំក៏បានស្ដាប់ច្បាស់បង្កើតជាសមាគមអតីតយុទ្ធជនតាំងពីឲ្យធ្លាប់ធ្វើសង្គ្រាមយូរខែថ្ងៃទោះបីលោកនៅកន្លែងណាសម្ដេចប្រធានព្រឹទ្ធសភាទឹកចិត្តល្អអស្ចារ្យអត់ចោលពុកម៉ែបងប្អូនបន្តិចអីឲ្យមានប្រាក់អាប៉ែលឲ្យមានប្រាក់ខែធនន្តរស័ក្តិកោហូហែនេះខ្ញុំសុំសង្ខេបបែបបត់យកដល់ខ្លីអេបាយចឹងបងវរៈអញកងទ័ពដែលកាន់អាវុធការពារជាប់នៅទីទឹកដីបងកុំបាក់ទឹកចិត្តកុំបាក់ស្មារតីមិនថាសម្ដេចបវរហើយថប់ប្តីរួមទាំងអតីតឯនាយករដ្ឋមន្ត្រីគឺសម្ដេចតេជោលោកបញ្ចោលបងតិចទេអាយើងអត់មានចោលបងតិចទេហើយឡូវរៀបរាប់ប៉ុណ្ណឹងទៅចោះមុននឹងបញ្ចប់រៀមដៃ10បួងសួងដល់អស់លោកដែលមានរិទ្ធមានចេស្តាអើយមិនថាលោកថត់នៅទីណាអើយប្រកែដែលថែបងប្អូនជនរួមជាតិខ្មែរបានសុខបានសួស្តីបារមីទូទាំង25រាជធានីមកសន្ធិដ្ឋមាត់ខ្ញុំពីង2ដើម្បីជូនពរហើយជូនជ័យជូនពរដល់បងវរៈកងទ័ពដែលលោកកាន់អាវុធការពារជាប់យកទ្រូងទៅពាំងក្របដើម្បីមាតុភូមិកម្ពុជាសូមឲ្យបងបានសុខគ្រប់គ្រាសត្រូវឲ្យគាត់អត់ហ៊ានមកយីអីសូមឲ្យបងបានសុខណែបានសប្បាយជិះឲ្យឆ្ងាយពីឲ្យចោអញឆ្លៀនពៀនសូមឲ្យបារមីប្រកែនៅខ្មែរយើងនៅតែមានតាមថែបងប្រុសហើយនឹងបងស្រីហើយព្រមទាំងជូនពរដល់ឡាយសម្ដេចតេជោប្រធានព្រឹទ្ធសភាសូមឲ្យសម្ដេចមិនថានៅកន្លែងណាទីគ្រប់គ្រាសូមឲ្យមានសុខភាពល្អរៀងរាល់ថ្ងៃព្រមទាំងសម្ដេចមហាបវរទឹកបតីក៏មហាល្អដឹកនាំអភិវឌ្ឍឲ្យខ្មែរយើងកាន់តែរីកមុខរីកមាត់បន្តទៀតញាតិលោកតាយាយសម្ដេចទៅទីណាទេដាតាមថែរក្សាគ្រប់ទិសទាំង8
ព្រមទាំងលោកជំទាវបតត្រាបតត្រីបានសុកសួស្ដីកំបីឃ្លាតគឺតបទៅសម្ដេចយាយដែលចូលព្រមទាំងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីសូមឲ្យលោកទាំងពីរបានសុកគ្រប់វិគ្រប់នាទីគ្រប់ម៉ោងគ្រប់ពេលវេលាគ្រប់ទាំងយប់គ្រប់ទាំងថ្ងៃដើម្បីបន្តគ្រប់គ្រងដឹកនាំឲ្យប្រទេសជាតិកាន់តែមានក្តីសុខុមក្រោមដំបូលសុខសន្តិភាពទៅជារៀងរាល់ថ្ងៃក្រោយពេលបានស្ដាប់ចម្រៀងចបៃសូមឲ្យសម្ដេចពុកសម្ដេចម៉ែព្រមទាំងសម្ដេចធិបតីនិងលោកជំទាវក្តីបុត្រាបុត្រីបានសុខសួស្តីគ្រប់ពេលវេលាអាយើងសូមឲ្យបងប្អូនជនរួមជាតិរស់សុខសប្បាយក្រោមដំបូលសុខសន្តិភាពគ្រប់គ្នា